ចំណាប់អារម្មណ៍ខ្លះៗរបស់ទស្សនិកជនបន្ទាប់ពីបានទស្សនារឿងសាសនាងងឹតរួចមកដោយអ្នកទាំងអស់គ្នាបានដឹងហើយថារឿងសាសនាងងឹតបានចាក់បញ្ចាំងតាំងពីថ្ងៃទី6ខែមីនាឆ្នាំ2025មកម្លេះក៏ឃើញថាអ្នកនិយមមើលកុនក៏បានដឹកដៃគ្នាទាំងគូដើម្បីទៅទស្សនារឿងមួយនេះផងដែរយ៉ាងណាមិញបន្ទាប់ពីបានទស្សនារឿងសាសនាងងឹតនេះហើយក៏ឃើញថាមានមតិខុសគ្នាជាច្រើនបានលើកឡើងថាសាច់រឿងពីមួយវគ្គទៅមួយវគ្គគឺមានការចាប់អារម្មណ៍ខ្លាំងរឿងនេះមិនសូវជាមានខ្មោចនោះទេប៉ុន្តែគឺថាពញ្ញាក់ខ្លាំងមែនតែនចំពោះសាច់រឿងទាំងមូលវិញគឺថាថ្មីប្លែកដោយសារតែវាតាក់ទងទៅនឹងក្រុមមនុស្សដែលជឿទៅលើសាសនាមួយដែលត្រូវធ្វើពិធីដើម្បីបូជាទៅដល់ឥសីអាគីណេនិមិត្តសញ្ញាបូជារបស់ក្រុមសាសនានោះគឺសញ្ញាត្រីកោណអ្វីដែលធ្វើឲ្យអ្នកនិយមមើលកុនពេញចិត្តបំផុតនោះគឺតួសម្ដែងគឺកញ្ញាមីណានិងកញ្ញាកូនអានចំពោះកញ្ញាកូនអានវិញនៅក្នុងសាច់រឿងគាត់គឺជាតួអង្គកូនប្រសារស្រីម្នាក់នៅក្នុងគ្រួសារមួយពេលមួយនោះនាងបានទៅលេងផ្ទះរបស់ម្ដាយក្មេកដោយក្រឡាដីផ្ទះរបស់ម្ដាយក្មេករបស់នាងមានរាងជាត្រីកោណហើយក៏មានខ្ទមអ្នកតាមួយនៅពីខាងក្រោយផ្ទះផងដែរខ្ទមនោះហើយដែលតាក់ទងទៅនឹងសាសនាងងឹតហើយនាងក៏ជាមនុស្សចុងក្រោយដែលក្រុមសាសនានោះជ្រើសរើសដើម្បីយកមកបូជាចំពោះកញ្ញាមីណាវិញបើតាមអ្នកនិយមមើលកុនបានឲ្យបន្ទុកកញ្ញាខ្ពស់មែនតែនចំពោះតួអង្គមួយនេះអ្នកដែលបានទស្សនារឿងនេះរួចមកបាននិយាយថាតួអង្គមីណានៅក្នុងសាច់រឿងមួយនេះគឺគ្រួសាររបស់នាងធ្លាប់ជួបរឿងដែលក្រុមសាសនាងងឹតបានធ្វើពិធីបូជាចំពោះគ្រួសាររបស់នាងកន្លងមកហើយនាងគឺជាមនុស្សតែម្នាក់គត់ដែលរស់រានមានជីវិតបន្ទាប់មកនាងក៏បានចូលខ្លួនមកជួយរកផ្ទះដែលមានក្រឡាដីជាត្រីកោណដើម្បីជួយគ្រួសារនោះកុំឲ្យជួបរឿងដោយដែលគ្រួសាររបស់នាងបានជួបកន្លងមកដោយឡែករឿងសាសនាងងឹតនេះទទួលបានការរ៉េតខ្ពស់ព្រោះវាមានឈុតឆាករន្ធត់ព្រឺព្រួចដែលអ្នកទស្សនាស្មានមិនដឹងសាច់រឿងមុនទាល់តែចុងក្រោយទើបលាតត្រដាងការពិតបូករួមនឹងការពេញចិត្តខ្លាំងបំផុតទៅលើតួសម្ដែងនីមួយៗជាពិសេសនោះគឺតួអង្គមីណាគ្រប់គ្នាបាននិយាយថាធ្លាប់តែឃើញមីណាសម្ដែងរឿងបែបខ្ជូតនិងរាំប៉ុន្តែនៅពេលដែលនាងមកសម្ដែងរឿងសាសនាងងឹតនេះវិញគឺថានាងធ្វើបានល្អខ្លាំងមែនទែនលើសពីអ្វីដែលពួកគេរំពឹងទុកទៅទៀតគឺខុសប្លែករហូតទៅដល់180ដឺក្រេតែម្ដងអ្វីដែលគួរឲ្យកត់សម្គាល់ក្នុងសាច់រឿងសាសនាងងឹតក៏បានដាស់តឿននិងមានតម្លៃអប់រំជាច្រើនដល់យើងគ្រប់គ្នាចង់ដឹងសាច់រឿងទាំងមូលល្អមើលយ៉ាងណានោះកុំភ្លេចចូលរួមទស្សនាទាំងអស់គ្នារឿងសាសនាងងឹតកំពុងចាក់បញ្ចាំងគ្រប់រោងភាពយន្ត